ក្នុងរយៈកាលកន្លងមកនេះឃើញថាចាប់តាំងពីមានកិច្ចប្រជុំអង្គការសហជីវជាតិរវាងរបាយការណ៍កម្ពុជាសហរដ្ឋអាមេរិកម៉ាឡេស៊ីហើយនិងរបាយការណ៍អ្នកយកព័ត៌មានផ្សេងទៀតពេលនេះយើងមើលឃើញសូម្បីតែព័ត៌មាននៅក្នុងប្រទេសថៃក៏ចុះផ្សាយខុសដែរព័ត៌មាននៅក្នុងស្រុកសៀមនេះបាទជួនកាត់ផ្សាយហើយបានតែ1 ម៉ោង 2 ម៉ោងលុបចេញវិញក៏មានដែរពេលខ្លះផ្សាយមកលាតត្រដាងការពិតប្រហែលជា 2-3 ម៉ោងក្រោយលុបចោលវិញបានអានេះរឿងដែលខ្ញុំតាមដានអង្កេតទៅលើអ្វីដែលវាកើតមានឡើងនៅក្នុងស្ថានភាពបច្ចុប្បន្នភាពនេះខ្ញុំអាប់ដេតជូនបងប្អូនបន្តិចទាក់ទងរឿងស្ថានភាពដែលកំពុងកើតឡើងនៅក្នុងរវាងចំនួនព្រំដែនកម្ពុជាហើយនិងថៃនេះយើងមើលឃើញថាអន្តរជាតិទាំងអស់គេអត់នៅស្ងៀមទេម្យ៉ាងវិញទៀតដែលយើងក៏លេចទៅមើលសហរដ្ឋអាមេរិកវិញណាពលះអគ្គលេខាធិការអង្គការសហជីវជាតិបាទលោកដូណាល់ត្រាំគាត់លេងមកទៅហឹងមកបាទគាត់រិះគន់ធ្ងន់ធ្ងរទៅលើអគ្គលេខាធិការអង្គការសហជីវជាតិដែលមិនបានជួយទៅលើកិច្ចការងារសន្តិភាពលោកត្រាំក៏គាត់និយាយទៅបីតែរឿងបញ្ចប់សង្គ្រាមនៅកម្ពុជាហ្នឹងតើតែលោកនឹងធ្វើកិច្ចការងារហ្នឹងខ្នះខ្នែងណាស់តលេចទៅមើលអង្គការសហជីវជាតិវិញបាទលោកអន្តរនាយកកូតេរ៉េសយើងក៏មើលឃើញទឹកមុខរបស់គាត់ហ្នឹងឲ្យថានឹងត្រូវមកប្រទេសមហាអំណាចឥឡូវយើងក៏លេចមកខាងថៃដែលគេឡើងថ្លែងរបាយការណ៍របស់គេមានន័យថាបង្ហាញពីចរិតឬក៏មាយាទរបស់ប្រទេសខ្លួនឬក៏មេដឹកនាំខ្លួននឹងអត់ណាគ្មានភាពថ្លៃថ្នូរនៅក្នុងការបង្ហាញការពិតទៅកាន់ពិភពលោកដោយកម្ពុជាទេហើយនិងប្រទេសផ្សេងទៀតទេអត់ហ៊ាននិយាយការពិតអត់ហ៊ានបង្ហាញរបាយការណ៍ការពិតទេសំណួរសួរថាតើពិភពលោកទាំងអស់នោះគេជឿអត់គេអត់ជឿទេហើយម្យ៉ាងវិញទៀតអាដាមប្រាក់សខុនដែលលោកឡើងថ្លែងរបាយការណ៍នៅម៉ាសន្តិប័នពលះ100កម្ពុជាពលះ100វីដេអូមុនខ្ញុំនិយាយថាប្រមុខថ្នាក់ដឹកនាំថៃគេស្ទាក់ស្ទើរគេថា LI ស្ទាក់ស្ទើរហ្នឹងមានន័យថាទៅទាំងចិត្តមិនចង់និយាយចឹងណាពួកមេដឹកនាំក្រោយដែលឡើងមកនេះរដ្ឋាភិបាលក្បាលម៉ាស៊ីនបង្កើតក្រោយតែបានប្រហែលថ្ងៃនេះសំនិយាយថាវាអត់មានអីនិយាយផងវាមានតែយកអាសាច់រឿងចាស់យកទៅនិយាយហើយអាសាច់រឿងចាស់កាលណាយកទៅនិយាយនៅអន្តរជាតិគឺរបាយការណ៍ប្រទេសនានាដែលគេផ្ទៀងផ្ទាត់គ្នាចេះរបាយការណ៍គេផ្ទៀងផ្ទាត់គ្នាចឹងទៅមើលទៅវាស៊ីសង្វាក់គ្នារវាងរបាយការណ៍កម្ពុជាហើយនិងរបាយការណ៍ពិភពលោកចំណែករបាយការណ៍ខាងសៀមវិញឆ្កុយទៅណារឯងឈ្មោះអាហ្នឹងបានថាបង្ហាញពីចរិតមាយាទមិនថ្លៃថ្នូរហើយអាស្រុកសៀមនេះអាសត្វសៀមនេះអូនិយាយពីចង់បានមុខមាត់កិត្តិយសដូចខ្លួនឯងហ្នឹងហើយឡើងទៅសម្ដែងសម្ដែងធ្វើដូចខ្លួនឯងអ្នករងគ្រោះចឹងបកកែណាពួកអស់នេះវាបកកែធ្វើពុតក៏ទៅចោលបកកែហ្មងឬធ្វើពុតលុតដំហ្នឹងហ្មងឥឡូវយើងក៏លេចមកមើលប្រទេសដែលសម្ដែងសម្ងាត់អាណិតអសូរកម្ពុជាហើយជាពិសេសដូចជាសហរដ្ឋអាមេរិកនិងតំណាងប្រទេសផ្សេងៗដែលគេប្រជុំទីភ្នាក់ងាររបស់គេដើម្បីមកកិច្ចការយើងមើលឃើញថារបាយការណ៍ប្រទេសទាំងអស់ហ្នឹងដែលយើងផ្ទៀងផ្ទាត់គ្នាជាមួយនឹងរបាយការណ៍ប្រទេសរបស់យើងគឺមានភាពស៊ីសង្វាក់គ្នានៅលើពិភពលោកយើងនេះគឺអញ្ចឹងរបៀបធ្វើការកិច្ចការងារអន្តរជាតិគឺយើងមើលឃើញថាអញ្ចឹងយើងមើលទៅនាយករដ្ឋមន្ត្រីដែលឡើងមកក្រោយនេះបងប្អូនដឹងស្រាប់ហើយស្ថាប័នស្រុកសៀមនេះអំណាចមិនមែនស្ថិតនៅក្នុងដៃនាយករដ្ឋមន្ត្រីទេអំណាចដែលខ្លាំងពិតប្រាកដគឺស្ថិតនៅក្នុងដៃស្ដេចហ្នឹងនាយករដ្ឋមន្ត្រីសៀមអំណាចគឺទាបជាងកងទ័ពផងហ្នឹងមើលឃើញការពិតបងប្អូនមើលឃើញដូចខ្ញុំដែរទី1អំណាចស្ដេចទី2អំណាចទ័ពទី3អំណាចនាយករដ្ឋមន្ត្រីអញ្ចឹងកាលណាដែលនាយករដ្ឋមន្ត្រីមានអំណាចទៅទាបជាងគេហើយទៅសម្រេចការងារអីកើតអានោះរឿងការពិតដែលយើងមិនអាចប្រកែកបានទេវាខុសពីថ្នាក់ដឹកនាំកម្ពុជាឬក៏ថ្នាក់ដឹកនាំប្រទេសផ្សេងទៀតដែលថានាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីគឺជាអំណាចកពូលដែលគេអាចសម្រេចលើកិច្ចការងារប្រទេសជាតិបានតែសម្រាប់ស្រុកសៀមនេះអត់ទេអំណាចកពូលនឹងគឺស្ដេចទៅវិញវាប្រជែកគ្នាអញ្ចឹងចំណុចទាំងអស់នេះហើយដែលសហរដ្ឋអាមេរិកគេមិនសប្បាយចិត្តហើយបងប្អូនធ្លាប់ឃើញបទបង្ហាញរបស់ខ្ញុំជាច្រើនវីដេអូថាអាមេរិកនិយាយជាមួយខ្មែរនិយាយតែម្ដងបានផលវិជ្ជមានហើយគួរជាទីសាទរក៏ប៉ុន្តែសម្រាប់ទៅនិយាយជាមួយសៀមវិញគឺនិយាយជាមួយមនុស្ស4 10 20នាក់អត់មានបានប្រយោជន៍ទេអញ្ចឹងចង់និយាយថាមហាអំណាចពួកគេធុញទ្រាន់ដល់ពេលនេះគេមិនមែនជាសប្បាយចិត្តនឹងការងារស្គូតលីលានោះទេ